ថ្ងៃនេះយើងនិយាយអំពីហៅនំតាវមានប្អូនស្រីមិនដឹងជាប្អូនស្រីមិនដឹងជាបងស្រីទេសួរខ្ញុំថាសណ្ដែកហៅនំតាវរបស់គាត់គឺមានសុខភាពមិនសូវល្អទេគាត់បដោះបានដែរប៉ុន្តែរាងក្រិនហើយនឹងវាមិនធ្វើការលូតលាស់ជំរាបទៅដែរខ្ញុំការបដោះហៅនំតាវនេះគឺជាលើកទី3ហើយលើកទី3នេះក៏ខ្ញុំនៅតែធ្វើមិនតាមល្អដែរប៉ុន្តែខ្ញុំអាចចែកម្លែកបច្ចេកទេសខ្លះបានសម្រាប់សណ្ដែកហៅនំតាវខ្ញុំបងប្អូនឃើញសនេះគឺខ្ញុំទៅបាច់ផេះផឹកមិញទេខ្ញុំសាញ៉ាំដាំទឹកអុសញ៉ាំតែទៅក៏ខ្ញុំយកផេះមកបាយទៅដើម្បីកុំឲ្យវាមានសាច់លាមកស៊ីហៅនំតាវនេះបើយើងមើលសភាពជាក់ស្ដែងទៅក៏អាចនិយាយបានថាវាគួរសមថាវាមិនល្អពេកក៏វាមិនទៅអាក្រក់ពេកដែរហើយហៅនំតាវលើកនេះគឺខ្ញុំដាំហើយគឺខ្ញុំគប់រងវាខ្ញុំពូនជើងវាដើម្បីកុំឲ្យវារឹងមាំបន្តិចហើយខ្ញុំធ្វើការចងតពុកវាបែបនេះបងប្អូននេះខ្ញុំចងតពុកវាស្មើពីបកគោមួយទៅបកគោមួយចុះហើយឲ្យវាធ្វើការរីកលូតឡើងមកហើយសណ្ដែកនេះបើសិននិយាយពីវល្លិវាមិនទៅវល់ខ្លាំងណាស់ណាទេគឺវាគ្រាន់តែចាប់ទប់ខ្លួនវាទេហើយបន្ថែមទៅទៀតនោះគឺសណ្ដែកហៅនំតាវគឺវាអត់ស៊ីក្តៅទេវាស៊ីក្តៅខ្លាំងទេវាស៊ីក្តៅក្នុងបរិមាណ 50% ប៉ុណ្្នឹងឯងអញ្ចឹងបើសិនជាបងប្អូនធ្វើការដាំសណ្ដែកហៅនំតាវគួរតែរើសវិធីសាស្ត្រណាកន្លែងណាដែលមិនសូវស៊ីក្តៅខ្លាំងមានតែស៊ីតែមួយព្រឹកគឺល្អប្រសើរជាងទុកឲ្យវាស៊ីរហូតដល់ពីព្រឹកទល់ល្ងាចគឺក្រិនដែរអាហ្នឹងគឺអត់ល្អទេហ្នឹងបើប្រសើរខ្ញុំពីមុនអញ្ចឹងប៉ុណ្ណេះខ្ញុំគិតថាអូខេអាចទៅបានហើយអញ្ចឹងរងចាំមើលថាតើវានឹងមានអីកើតឡើងបន្ថែមទៀតដូចជាឃើញរៀបចេញផ្កាដែរហើយនេះអូខេអរគុណច្រើនបងប្អូន